ជំរាបសួរលោកអ្នកស្ដាប់ជាទីមេត្រីជំរាបសួរបងប្អូនពួកចំណុំជាទីស្រឡាញ់និងដឹករលឹកជាទីបំផុតអំពីខ្ញុំបាទខ្ញុំសិដ្ឋានបាទអរគុណព្រះអង្គមែនទែនដែលបានឲ្យឱកាសរបស់ខ្ញុំបាទហើយនឹងកិត្តិយសឯកសិទ្ធិដើម្បីនឹងចែកចម្លែកជាមួយនឹងបងប្អូននៅក្នុងថ្ងៃដ៏មហោឡារិកនេះបាទគឺជាថ្ងៃអាទិត្យបាទទី13ខែមេសាឆ្នាំ2025ត្រូវជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទាំងអស់បាទរៀបចំត្រៀមចាត់គំនិតដើម្បីនឹងធ្វើពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបាទដោយទន្ទឹមគ្នាឆ្នាំនេះដោយសារតែកាលវិភាគនិងប្រកដីទិនរបស់ជនជាតិអ៊ីស្រាអែលចំនឹងថ្ងៃបុណ្យរំលងបាទគឺជាថ្ងៃដែលយើងហៅថាជាថ្ងៃដែលព្រះទ្រង់យាងចូលទៅក្រុងយេរូសាឡឹមដោយជ័យជំនះឬយើងហៅថា Palm Sunday ឬក៏ថ្ងៃអាទិត្យស្លឹកចាក់បាទហើយយើងទាំងអស់គ្នានឹងសិក្សារៀនសូត្រថាតើថ្ងៃអាទិត្យស្លឹកចាក់នឹងវាមានន័យយ៉ាងម៉េចហើយតើថ្ងៃដែលព្រះអង្គយាងទៅក្រុងយេរូសាឡឹមនឹងតើវាមិនមែនដូចជាសពមួយដងរាល់ឆ្នាំបុណ្យរំលងទេឬក៏មានអ្វីចម្លែកបាទចឹងបងប្អូនជាទីស្រឡាញ់នៅថ្ងៃនេះខ្ញុំបាទចែកចម្លែកជាមួយបងប្អូននៅក្នុងព្រះគម្ពីរលូកាបាទគម្ពីរលូកាចំពុក19បាទខ28ទៅដល់ខ44ហ្នឹងគឺនឹងប្រាប់ដល់លោកអ្នកបងប្អូនទាំងអស់ឲ្យបានយល់អំពីថ្ងៃអាទិត្យដើមចាក់នឹងតើវាមានន័យយ៉ាងម៉េចឬក៏ថ្ងៃចូលទៅក្រុងយេរូសាឡឹមដោយជ័យជំនះបាទបងប្អូនជាទីស្រឡាញ់នៅក្នុងលូកាចំពុក19នេះបានចាប់ផ្ដើមឡើងនិយាយអំពីការដែលព្រះអង្គយាងឆ្ពោះបាទព្រះអង្គត្រូវចាំថានៅពេល3ឆ្នាំដែលព្រះអង្គយាងធ្វើព្រះរាជពលកម្មនៅក្នុងចំណោមប្រជាជនអ៊ីស្រាអែលធ្វើពន្ធកិច្ចប្រាប់អំពីនគរឋានសួគ៌ហ្នឹងគឺ3ឆ្នាំព្រះអង្គច្រើនតែធ្វើនៅតាមជុំវិញសមុទ្រកាលីលេបាទជុំវិញសមុទ្រកាលីលេនៅក្នុងចំណោមប្រជាជនដែលក្រីក្រលំបាកតោកយ៉ាកប្រជាជនដែលខ្វះសេចក្តីសង្ឃឹមខ្វះសេចក្តីស្រឡាញ់ហើយអត់មានអនាគតបាទគិតថាជីវិតរបស់ខ្លួនអត់ន័យភាគច្រើនគាត់ជាអ្នកស្រែអ្នកចម្ការជាទេសកលហើយភាគច្រើនទៀតគាត់ក៏ជាអ្នកក្រីក្រលំបាកតោកយ៉ាកបាទហើយរស់នៅក្រោមគំនាបការគៀបសង្កត់របស់ផងអាណាចក្ររ៉ូមនៅក្នុងចំនួនហ្នឹងបាទ2000ឆ្នាំមុនចឹងអាណាចក្ររ៉ូមបានត្រួតត្រាគ្រប់គ្រងលើទឹកដីអ៊ីស្រាអែលហើយដោយសារតែគេឃើញអ្វីដែលព្រះអង្គបានធ្វើគេលឺអ្វីដែលព្រះអង្គមកមានបន្ទូលបាទគេពាល់នៅអ្វីដែលគេបានស្ដាប់ឮហើយបានឃើញហើយនឹងគឺបានពិសោធន៍ឃើញថាព្រះអង្គមិនមែនជាមនុស្សធម្មតាទេហើយអ្នកជាច្រើនក៏បានទទួលថាព្រះអង្គជាបរិជ្ជបុត្រានៃព្រះអង្គជាព្រះសង្គ្រោះក៏ប៉ុន្តែមានមនុស្សជាច្រើនទៀតក៏អត់ទាន់យល់ដែរយ៉ាងណាមិញអ្វីដែលគេប្រឈមប្រចាំថ្ងៃហ្នឹងគឺវាមិនមែនគេគិតថាមិនមែនគ្រាន់តែជាពលឹងវិញ្ញាណទេតែការអ្វីដែលគេប្រឈមនោះគឺសាច់ឈាមនេះជារឿងធម្មតាបងប្អូនខ្មែរយើងក៏ដូចជាអ៊ីស្រាអែលដែរនៅពេលដែលយើងលំបាកហ្នឹងយើងមិនសូវគិតពីពលឹងវិញ្ញាណយើងចង់គិតអំពីរឿងសាច់ឈាមសិនតែយ៉ាងម៉េចបាទអញ្ចឹងរឿងទាំងអស់នេះក៏វាមិនខុសអំពីជនជាតិអ៊ីស្រាអែលដែរចឹងព្រះអង្គយាងឆ្ពោះតម្រង់ទៅក្រុងយេរូសាឡឹមបាទមួយឆ្នាំម្ដងពេលបុណ្យរំលងព្រះអង្គមិនដែលខានទេព្រោះព្រះយេស៊ូវមានបន្ទូលនៅក្នុងកាពីម៉ាថាយថាព្រះអង្គយាងមកមិនមែនមកលើកក្រឹតវិន័យចោលទេតែព្រះអង្គយាងមកដើម្បីធ្វើឲ្យក្រឹតវិន័យបានសម្រេចអញ្ចឹងពេលហ្នឹងបុណ្យរំលងក៏ជិតមកដល់ព្រះអង្គក៏ធ្វើដំណើរយាងឆ្ពោះតម្រង់ទៅក្រុងយេរូសាឡឹមពីតំបន់សមុទ្រកាលីលេអញ្ចឹងពីតំបន់សមុទ្រកាលីលេទៅយេរូសាឡឹមឆ្ងាយគួរសមដែរបងប្អូនដើរថ្មើរជើងមិនមែនជារឿងធម្មតាទេអញ្ចឹងដល់ពេលដែលព្រះអង្គដើរថ្មើរជើងទៅនឹងចិត្តទៅដល់ក្រុងយេរូសាឡឹមហើយទៅដល់ភូមិបេថានីនិងភូមិដទៃទៀតនោះស្រាប់តែព្រះអង្គជួបជាមួយនឹងរឿងរ៉ាវមួយកើតឡើងគឺលោកម្នាក់គាត់ឡើងទៅអង្គុយនៅលើដើមឈើហើយចង់ឃើញព្រះយេស៊ូវហើយលោកនោះឈ្មោះលោកសាខេហើយលោកជាអ្នកយកពន្ធដែលប្រជារាស្ត្រអ៊ីស្រាអែលនៅតំបន់ហ្នឹងគឺស្អប់គាត់ណាស់បាទគាត់យកពន្ធគាត់ពុករលួយគាត់រឹបអូសពីប្រជាពលរដ្ឋដែលខ្វះខាតនឹងធ្វើបាបគ្នាហើយយកលុយនឹងទៅឲ្យពួករ៉ូមហើយទន្ទឹមទុកធ្វើជាអ្នកមានខ្លួនឯងប៉ុន្តែទន្ទឹមគ្នាគាត់ឮដំណឹងព្រះយេស៊ូវយាងមកឆ្លងកាត់ភូមិគាត់ហ្នឹងហើយគាត់ទៀបអញ្ចឹងគាត់មើលមិនឃើញឡើងដើមឈើមើលហើយព្រះអង្គក៏និយាយទៅកាន់គាត់អណាស់នៅពេលដែលព្រះអង្គចាប់អារម្មណ៍គាត់ពួកមនុស្សរាប់ម៉ឺនដើរតាមព្រះអង្គចាប់អារម្មណ៍គាត់អណាស់អញ្ចឹងគាត់ក៏ចុះមកហើយយាងព្រះអង្គហើយនឹងពួកសិស្សទៅសោយព្រះស្ងើយទៅហូបចុកនៅផ្ទះរបស់គាត់បាទហើយពេលនោះ
ផុតពីនឹងមកព្រះអង្គក៏បានមានធ្វើដំណើរឆ្ពោះទៅយេរូសាឡឹមតទៅទៀតព្រោះផ្លូវឆ្ងាយចឹងព្រះអង្គក៏ជួបប្រស័យជួបជាមួយនឹងប្រជាពលរដ្ឋច្រើនដើរហែហោមតាមព្រះអង្គនឹងព្រះអង្គក៏បង្ហាត់បង្រៀនអំពីនគរឋានសួគ៌ដោយពាក្យប្រៀបប្រដូចបាទថាមានតកែម្នាក់អញ្ចឹងទៅគាត់ឲ្យលុយ100ទៅបាវម្នាក់ហើយឲ្យម្នាក់ទៀត30ឲ្យម្នាក់ទៀត10បាទ10ណែនអញ្ចឹងទៅហើយយកទៅរកស៊ីទៅបាទហើយគាត់ទៅស្រុកក្រៅចាំគាត់មកវិញចាំគិតគូរគ្នាបាទអញ្ចឹងអ្នកមួយដែលបាន100ហ្នឹងគាត់យកទៅបាទរកស៊ីប្រដាក់ទុនគាត់រកស៊ីទៅគាត់ចំណេញបានច្រើនទៅពេលដែលតកែមកវិញគាត់ក៏ឲ្យទៅមិនមែន100ទេច្រើនជាង100គឺក៏បាន1ជា100 1ជា1000ចំណេញប្រហែលគាត់យកទៅឲ្យតកែហើយម្នាក់ទៀត30ណែនហ្នឹងក៏ដូចគ្នាដែរគាត់យកទៅរកស៊ីទៅក៏បានចំណេញច្រើនតែម្នាក់ទៀតបាន10ណែនហ្នឹងគាត់អូខ្លាចព្រះអង្គណាព្រះអង្គមកចត់ណាតកែនឹងមកចត់ណាបានទេអញ្ចឹងខ្លាចបាត់បង់យកលុយនឹងទៅកប់បាទអត់រកស៊ីអីទេអញ្ចឹងតកែនឹងខឹងសម្បាណាហើយក៏យកលុយទាំងអស់ដែលគាត់យកទៅកប់នឹង10នឹងយកទៅឲ្យអ្នកដែលបាននឹងឲ្យបានកាន់តែច្រើននេះហើយជារឿងក្នុងនគរព្រះធ្វើឲ្យមនុស្សច្បល់បាទគិតទៅយីចុះយ៉ាងម៉េចអានេះគេគាត់មានធ្វើឲ្យបាត់ឯណាគាត់នៅសល់10ឲ្យ10ណែននៅ10ណែនវិញតើមិនក៏ទៅធ្វើបាបគាត់ចឹងអីចឹងគេគិតពីគំនិតរបស់មនុស្សប៉ុន្តែគំនិតរបស់ព្រះខុសពីមនុស្សគឺព្រះអង្គចង់និយាយអំពីនគរព្រះបាទបើព្រះអង្គឲ្យរបស់ល្អមកយើងសេចក្តីសង្គ្រោះសេចក្តីស្រឡាញ់មេត្តាករុណាមកយើងហើយយើងអត់ចែកម្លែកយកមកបិទនៅក្រោមທາງហើយលាក់ទុកយកពន្លឺនឹងមកលាក់ទុកនៅក្រោមທາງនោះតើវាបានអីនឹងភ្លឺដល់មនុស្សលោកបាទកន្លែងនេះហើយដែលជាការមួយដែលមនុស្សគេចាប់ផ្ដើមសង្ស័យឆ្ងល់ប៉ុន្តែទទឹមគ្នាព្រះអង្គនៅតែដើរតម្រង់ទៅក្រុងយេរូសាឡឹមដល់ពេលដែលព្រះអង្គដើរតម្រង់ទៅក្រុងយេរូសាឡឹមនឹងឯងគេចាប់ផ្ដើមសប្បាយចិត្តវិញបាទចាប់ផ្ដើមសប្បាយចិត្តអូអញ្ចឹងព្រះអង្គបែបទៅនេះគឺទៅធ្វើជាស្ដេចបាទរបស់អ៊ីស្រាអែលហើយយើងមានកំផែងល្អអីអញ្ចឹងទៅការពារយើងហើយអញ្ចឹងរ៉ូមមិនអាចគិតផុតទេយើងនឹងអាចច្បាំងជាមួយរ៉ូមបណ្ដេញរ៉ូមចេញពីស្រុកអីចឹងទៅជាគំនិតរបស់គេហើយគេគិតថាព្រះអង្គយាងទៅក្រុងយេរូសាឡឹមនឹងទៅប្រកាសបាទទៅប្រកាសប្រាប់ទៅព្រះវិហារនៃព្រះនៅថ្ងៃបុណ្យរំលងថាព្រះអង្គនឹងសង្គ្រោះគេរំដោះគេឲ្យរួចពីពួករ៉ូមបាទការពិតព្រះអង្គគឺទៅក្រុងយេរូសាឡឹមនេះគឺរៀបផែនការដើម្បីរំដោះប្រោះលោះមនុស្សទូទាំងសកលលោកមិនមែនតែកូនចៅអ៊ីស្រាអែលដុំតូចមួយនោះប៉ុណ្ណោះទេឥឡូវដើម្បីឲ្យរឿងនេះបានយល់ទៅដល់លោកអ្នកសូមឲ្យលោកអ្នកបានអធិដ្ឋានជាមួយខ្ញុំឲ្យយើងសិក្សានៅក្នុងលូកាចំពុក19ជាមួយគ្នាបាទព្រះយេស៊ូវអើយអរគុណព្រះអង្គមែនទែនដែល2000ឆ្នាំមុនព្រះអង្គយាងចូលទៅក្រុងយេរូសាឡឹមដោយជ័យជំនះយើងអរគុណណាស់ដែលប្រជាពលរដ្ឋអបអរសាទរស្រែកជ័យឃោសថាហូសាណាសូមព្រះដ៏ជាព្រះបានប្រកបដោយព្រះពរសូមជួយយើងខ្ញុំបាច់សម្ដែងអកំបាំងនៅពីក្រោយទៅលូកាចំពុក19ចាប់ពីខ28ទៅនេះឲ្យយើងបានយល់ថាតើផែនការដែលព្រះអង្គមានសម្រាប់សង្គ្រោះយើងខ្ញុំនោះវាធំឧត្តមប៉ុណ្ណាយើងអរគុណហើយយើងសូមសិក្សារៀនសូត្រពីព្រះអង្គដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនបងប្អូនជាទីស្រឡាញ់ទីយើងមើលនៅក្នុងគម្ពីរលូកាចំពុក19ហើយយើងនឹងដឹងរឿងរ៉ាវថាហេតុអីបានយើងហៅថាថ្ងៃអាទិត្យដើមចាកឬក៏ហៅថាថ្ងៃដែលព្រះអង្គយាងចូលក្រុងយេរូសាឡឹមដោយជ័យជំនះបាទសូមអានជាមួយនឹងខ្ញុំបាទខ28លុះទ្រង់មានបន្ទូលសេចក្តីទាំងនេះរួចហើយនោះទ្រង់យាងទៅខាងមុខឡើងសម្ដៅទៅក្រុងយេរូសាឡឹមបាទឥឡូវគឺព្រះអង្គនិយាយបដាដើរទៅបដាពួកព្រះអង្គប្រកាសនិយមណាស់ទៅរឿងពេលវេលាព្រះអង្គមិនអោយទៅយឺតទៅយ៉ាវអីចឹងទេបាទនេះជាព្រះបាទហើយព្រះអង្គអ្វីដែលព្រះអង្គសន្យាគឺព្រះអង្គធ្វើឲ្យបានសម្រេចអញ្ចឹងព្រះអង្គឃុំក្រងថែរក្សាផែនដីទាំងមូលមនុស្សម្នាទាំងអស់អញ្ចឹងព្រះអង្គប្រុងប្រយ័ត្នណាស់និយាយបដាមនុស្សចេះតាមសួរបដាតាមហែហោមបដាប្រហែលជាមានអ្នកយាងព្រះអង្គចូលទៅបាយទេហើយឃើញទៅបាយទេសក្ខេបានអញ្ចឹងប្រហែលព្រះអង្គទៅបាយទេគេដែរប្រហែលមានប៉ុន្តែព្រះអង្គក៏ពីប្រាប់ថាព្រះអង្គនៅតែយាងទៅមុខនិយាយបដាយាងទៅបដាបាទយាងទៅមុខសំដៅទៅណាទៅក្រុងយេរូសាឡឹមខ29ការយាងចូលដល់ជិតភូមិបេតផាសេនិងភូមិបេថានីនៅក្បែរភ្នំដែលហៅថាភ្នំដើមអូលីវហើយនោះទ្រង់ចាត់សិស្ស2នាក់ឲ្យទៅដោយថាត្រូវចូលទៅក្នុងភូមិនៅខាងមុខនោះកាលណាចូលដល់ហើយនោះនឹងឃើញកូនលាមួយគេចងទុកដែលមិនទាន់មានអ្នកណាជិះនៅឡើយចូលស្រាយវាដឹកនាំមកបាទអញ្ចឹងព្រះអង្គបញ្ជាឲ្យសិស្សហ្នឹងទៅដោះលាមួយកូនលាមួយគេចងទុក ហើយបើម្ចាស់វាសួរប្រាប់ថាព្រះអង្គម្ចាស់ឲ្យយកមក
ខ្ញុំថាកន្លែងនេះបងប្អូនយើងឈប់មកសន្ទុះសិនកន្លែងនេះពួកសិស្សបែរមើលមុខគ្នា2 10នាក់បាទមើលមុខគ្នាយីចូលមិនចេះលាហ្នឹងយើងមិនដែលស្គាល់ម្ចាស់គេក៏មិនដែលស្គាល់យើងហើយក៏មិនមែនជាលារបស់ព្រះយេស៊ូវដែរមិនក៏ព្រះអង្គបញ្ជាទៅយកអញ្ចឹងម្នាក់បែបប្រចាំម្នាក់ឲ្យបែបមើលមុខគ្នាធ្វើសញ្ញាអញ្ចឹងទៅបាទពេលត្រោះឯងប្រកែមាត់ប្រកែកទៅយ៉ូហានឯងទៅខ្ញុំក្មេងណាស់បាទថូឡូនេទៅឬក៏យ៉ាកុបទៅហើយអ្នកខ្លះទៀតថាឲ្យអាយុដាស់ការយកទៅព្រោះវាអ្នកកាន់លុយយ៉ាងណាយ៉ាងនេះវាឲ្យលុយគេទៅជួលគេមកបាទប្រហែលជាអញ្ចឹងដល់ព្រះអង្គឃើញមនុស្សឃើញសិស្សព្រោះព្រះអង្គសពញ្ញុញាណព្រះអង្គជ្រាបដឹងគំនិតគេបែរជាស្អីបានព្រះអង្គថាឡោះណាកុំប្រកែកគ្នាណាទៅប្រាប់ទៅបើម្ចាស់គេសួរណាតែឯងយកលានឹងទៅណាប្រាប់ថាយកមកទៅថ្វាយព្រះអង្គម្ចាស់តែប៉ុណ្្នឹងទៅបានហើយអញ្ចឹងគេក៏ទៅក៏ដូចដែលព្រះអង្គមានបន្ទូលមិញគេឃើញសត្វលាចងនៅហ្នឹងហើយម្ចាស់ក៏សួរមែនបាទអញ្ចឹងយើងមើលកាពីតទៀតអញ្ចឹងព្រះអង្គប្រាប់ថាត្រូវចូលទៅក្នុងភូមិនៅខាងមុខនោះកាលណាចូលទៅដល់ហើយនោះនឹងឃើញកូនលាមួយគេចងទុកដែលមិនទាន់មានអ្នកណាជិះនៅឡើយចូលស្រាយវាដឹកនាំមកខ31ថាបើអ្នកណាសួរថាស្រាយវាធ្វើអីនោះត្រូវឆ្លើយថាពីព្រោះព្រះអង្គម្ចាស់ទ្រង់ត្រូវការនឹងវាខ32ថាពួកអ្នកដែលទ្រង់បានចាត់ទៅក៏ឃើញមានដូចជាទ្រង់ប្រាប់បាទអញ្ចឹងអ្វីដែលព្រះអង្គប្រាប់ហ្នឹងគឺឃើញអញ្ចឹងមែនបាទខ33ថាកំពុងតែគេស្រាយកូនលាម្ចាស់វាក៏មកសួរថាអ្នកឯងស្រាយវាធ្វើអីបាទដូចដែលព្រះអង្គថាចាំបើម្ចាស់មកសួរឆ្លើយទៅបាទហើយគេក៏ឆ្លើយទៅម្ចាស់ហ្នឹងថាព្រះអង្គម្ចាស់ត្រូវការនឹងវាបាទគេឆ្លើយដូចដែលព្រះអង្គប្រាប់គេអញ្ចឹងទៅហើយម្ចាស់ហ្នឹងក៏អត់ដេញដោលអីដែរក៏អនុញ្ញាតឲ្យយកលានឹងទៅបាទកន្លែងនេះបងប្អូនជាទីស្រឡាញ់ហើយយើងមើលខ35រួចគេក៏ដឹកវាទៅថ្វាយព្រះយេស៊ូវក៏ក្រាលអាវគេលើខ្នងហើយថ្វាយទ្រង់គង់បាទមិនធម្មតាគេដឹកលាមកគេដោះអាវគេបាទដោះអាវគេយកទៅក្រាលលើខ្នងហើយដាក់ឲ្យព្រះអង្គគង់នៅពីលើបាទបងប្អូនដឹងហើយសត្វលាតូចជាងសេះហើយបងប្អូនខ្លះប្រហែលគិតថាព្រះអង្គបារាំងព្រះអង្គមានធំទៅជិះកូនលាអញ្ចឹងជិះមិនកើតបងប្អូនត្រូវចាំថាព្រះអង្គមិនមែនបារាំងទេព្រះអង្គគឺជាជនជាតិអាស៊ីដែរបាទពលតំបន់ប្រទេសអ៊ីស្រាអែលគឺនៅតំបន់អាស៊ីកណ្ដាលបាទព្រះអង្គជាជនជាតិអាស៊ីដែរមានអីមិនសូវខុសពីយើងទេប្រហែលប៉ិនខ្មែរយើងដែរបាទខ្ញុំអីហ្នឹងទៅអ៊ីស្រាអែលគឺវាមិនសូវតូចជាងគេប៉ុន្មានទេប្រហែលគ្នាបាទរៀងរើសមៀតអីយើងពួកយើងជាជនជាតិអាស៊ីដូចគ្នាអញ្ចឹងព្រះអង្គយាងមកប្រសូតជាមនុស្សហ្នឹងជាជនជាតិអាស៊ីកណ្ដាលនៅប្រទេសអ៊ីស្រាអែលបាទសម័យឥឡូវហ្នឹងគេបញ្ចូលទៅក្នុងមជ្ឈមបូព៌ាហើយបាទជំនាន់ហ្នឹងគឺស្ថិតនៅក្នុងអាស៊ីកណ្ដាលដដែលទេបាទអញ្ចឹងបងប្អូនជាទីស្រឡាញ់យើងមើលតទៀតព្រះអង្គក៏ត្រូវពួកសិស្សហ្នឹងដោះអាវខ្លួនយកទៅក្រាលនៅលើខ្នងលាហើយឲ្យគង់ព្រះអង្គគង់ជាមួយខ36កំពុងតែទ្រង់យាងទៅគេក៏នាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវបាទអញ្ចឹងជំនាន់មុនជំនាន់ឥឡូវបើសិនថ្នាក់ដឹកនាំកម្ពុជាឬក៏ស្ដេចយាងទៅទីណាក៏ដោយគេក្រាលព្រំក្រហមបាទ red carpet តែជំនាន់នោះគឺខ្ញុំជឿថាអាវដោះអាវក្រាលវាសំខាន់ជាងព្រំក្រហមទៀតពួកមនុស្សពាក់បាទអញ្ចឹងឲ្យតម្លៃព្រះអង្គដល់ជាព្រះហ្នឹងគេសុខចិត្តដោះអាវយកទៅក្រាលបាទហើយប្រុសនឹងដោះអាវយកទៅក្រាលស្រីនៅក្នុងកាពីម៉ាថាយហើយនឹងកាពីម៉ាកុសហ្នឹងបានប្រាប់ថាស្រីយកសក់ក្បាលហ្នឹងទៅក្រាលឲ្យព្រះអង្គដើរកាត់បាទនៅលូកានេះអត់បាននិយាយទេប៉ុន្តែនៅកាពីយ៉ូហានអីហ្នឹងបាននិយាយស្រីក្រាលសក់របស់គាត់ទៀតបាទហើយក្មេងៗនោះจะយកស្លឹកចាកអញ្ចឹងហើយបានយើងហៅថាថ្ងៃអាទិត្យស្លឹកចាក Palm Sunday អញ្ចឹងលុះទ្រង់យាងគេក៏ក្រាលអាវកាលដែលទ្រង់យាងទៅគេនាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវលុះទ្រង់យាងជិតដល់ហើយគឺត្រង់ផ្លូវចុះពីភ្នំដើមអូលីមកនោះពួកសិស្សទ្រង់ទាំងហ្វូងចាប់តាំងមានសេចក្តីរីករាយក៏ពោលសរសើរដល់ព្រះដោយសំឡេងយ៉ាងខ្លាំងដោយព្រោះអស់ទាំងការរិទ្ធីបារមីដែលគេបានឃើញព្រះអង្គបានធ្វើបាទបងប្អូនជាទីស្រឡាញ់បាទអញ្ចឹងដល់ពេលព្រះអង្គយាងចូលទៅគៀកហើយគៀកក្រុងយេរូសាឡឹមហើយហ្នឹងចុះពីភ្នំដើមអូលីវចុះចលងហើយឡើងទៅឆ្ពោះទៅភ្នំកន្លែងដែលគេសង់ព្រះវិហារនៃព្រះទៅធ្វើបុណ្យរំលងហ្នឹងគេសប្បាយហ្មងគេរីករាយចឹងគេស្រែកជ័យខោថាហូសាណាហូសាណាសូមព្រះដ៏ជាព្រះបានប្រកបដោយប្រពរបាទគេសប្បាយណាស់គេអរណាស់បាទដោយសារតែព្រះអង្គយាងទៅនេះគេគិតថាព្រះអង្គទៅធ្វើជាស្ដេចគ្រងរាជ្យលើគេហើយគេមានកំផែងការពារក្រុងយេរូសាឡឹមធំធេង
ចឹងខ្មាំងសត្រូវកិច្ចមិនរួចទេម្ដងនេះបើថាមិនព្រមរំដោះគេឲ្យមានសេរីភាពទេគេនឹងបណ្ដេញពួកខ្មាំងសត្រូវដោយដាវដោយលំពែងដោយមានមេដឹកនាំដល់កម្ពុជាគឺអង្គព្រះយេស៊ូវនឹងចឹងគេស្រែកជ័យខុសលើកដំកើងព្រះអង្គស្មើនឹងព្រះស្មើនឹងស្ដេចបាទហូសាណាហូសាណាសូមព្រះនឹងដល់ជាព្រះបានប្រកបដោយប្រពរគេអសប្បាយណាស់ហើយបងប្អូនត្រូវចាំមិនមែនមនុស្សម្នាក់2នាក់10នាក់20នាក់ទេរាប់ម៉ឺននាក់ដែលហែហោមព្រះអង្គពីក្រុងតាំងពីសមុទ្រកាលីលេមកឆ្ពោះទៅកាន់ក្រុងយេរូសាឡឹមនេះមិនមែនរឿងធម្មតាទេបាទធំណាស់អញ្ចឹងបងប្អូនត្រូវចាំថាពេលណាដែលព្រះអង្គយាងទៅទីណាពួកអាចារ្យពួកផារ៉ាស៊ីពួកគណៈសង្ឃគឺតែងតែទៅតាមព្យាយាមធ្វើបាបព្រះអង្គព្យាយាមរកលេសចាប់ព្រះអង្គបំបត្តិព្រះអង្គចេញពីសង្គមរបស់គេព្រោះអីគេដូចថាគេអស់ប្រជាប្រិយភាពពីមុនមកគេទៅណាប្រជាជនឲ្យប្រជាប្រិយភាពគេឥឡូវនេះប្រជាប្រិយភាពបានធ្លាក់ទៅលើព្រះយេស៊ូវបាទព្រះអង្គបានធ្វើការអស្ចារ្យជាច្រើននៅជុំវិញសមុទ្រកាលេមនុស្សស្លាប់ឲ្យរស់ឡើងវិញមនុស្សខ្វាក់ឲ្យមើលឃើញមនុស្សខ្វិនឲ្យជាដើររួចមនុស្សថ្លង់កូននិយាយស្ដាប់គ្នាបានឡើងវិញបាទអញ្ចឹងរឿងជាច្រើនកើតមានឡើងដែលពួកសង្ឃមិនអាចនឹងធ្វើបានមានតែរាជបុត្រានៃព្រះប៉ុណ្ណោះដែលព្រះអង្គធ្វើបានអញ្ចឹងគេចំណែននន្ទាចឹងដល់ពេលដែលពួកសាសហ្នឹងស្រែកឲ្យពួកបណ្ដាជនស្រែកជ័យខុសហូសាណាហូសាណាសូមព្រះដល់ជាព្រះបានប្រកបដោយពពកសូមឲ្យបានសេចក្តីខ្សែងខ្សាននៅឋានសួគ៌និងសេរីល្អនៅឋានដ៏ខ្ពស់បំផុតនៅខ38ហ្នឹងស្រាប់តែពួកផារ៉ាស៊ីខ្លះដែលនៅក្នុងបណ្ដាមនុស្សហ្នឹងគេទូលទ្រង់ថាលោកគ្រូត្រូវស្ដីបន្ទោសដល់ពួកសិស្សលោកផងបាទអញ្ចឹងបើតិចគេទៅយកដៃបិទតិចអើយពួកសង្ឃហ្នឹងណាពួកផារ៉ាស៊ីហ្នឹងអូថ្លង់អញ្ចឹងគេទ្រាំលែងបានហើយគេថាបងព្រះយេស៊ូវឥឡូវនេះប្រាប់ពួកសិស្សឲ្យស្ងាត់ថ្លង់ឈប់ស្រែកចឹងខ40ព្រះអង្គឆ្លើយទៅវិញព្រះអង្គទ្រង់មានបន្ទូលឆ្លើយទៅគេថាខ្ញុំប្រាប់អ្នករាល់គ្នាថាបើអ្នកទាំងនេះនៅស្ងៀមនោះថ្មនឹងស្រែកឡើងវិញបងប្អូនលោកអ្នកជាទីស្រឡាញ់នៅពេលដែលយើងឮពាក្យហ្នឹងបើសិនជាយើងនៅក្នុងចំណោមហ្វូងមនុស្សរាប់ម៉ឺននាក់តែយើងមិនយំកាន់តែរំជួលកាន់តែស្រែកខ្លាំងឡើងហើយមើលទៅពួកព្រះអង្គថាបើយើងមិនស្រែកទេថ្មទាំងអស់នឹងស្រែកហើយបងប្អូនត្រូវចាំថាថ្មនៅក្រុងយេរូសាឡឹមធំណាស់ខ្ពស់ណាស់ធំជាងថ្មនៅប្រាសាទអង្គរវត្តទៅទៀតបាទធំណាស់ចឹងបើសិនជាថ្មទាំងអស់នឹងស្រែកបងប្អូនហើយអានឹងបែកក្តារតិចហើយសួរតើអ្នកណាអាចបញ្ជាថ្មនឹងឲ្យស្រែកបានមេសាសនាមនុស្សអច្ឆរិយៈអត់ទេតលតែព្រះបានអាចបញ្ជាថ្មនឹងបានចឹងព្រះអង្គថាណែបើសិនជាយើងប្រាប់ឲ្យមនុស្សទាំងអស់នេះឈប់ស្រែកជ័យខុសហូសាណាលើកដំកើងសរសើរដំកើងព្រះជាមួយនឹងយើងនោះថ្មទាំងអស់នឹងវានឹងស្រែកម្ដងចឹងបងប្អូនហើយនេះអស្ចារ្យណាស់បាទព្រះអង្គចង់ប្រាប់អំពីអំណាចបច្ចេស្តារបស់ទ្រង់ព្រះអង្គមានអំណាចហើយនេះជាពេលវេលារបស់ព្រះអង្គជាពេលវេលាឡើងទៅដោយជ័យជំនះគ្មានអ្នកណាមកខាត់ខាំងជ័យជំនះជ័យខុសទាំងអស់នឹងបានទេចឹងហើយបានមានបន្ទូលដល់កាពីនេះបានប្រាប់តទៅទៀតតែកាលទ្រង់យាងទៅបង្កើយនៅខ41នឹងឃើញទីក្រុងហើយនោះក៏ទ្រង់ព្រះកំសែងនឹងក្រុងនោះបាទពេលដែលកាន់តែគៀកក្រុងយេរូសាឡឹមហើយឃើញដំបូលព្រះវិហារហើយព្រះអង្គយំព្រះអង្គទ្រង់ព្រះកំសែងហេតុអីយើងមើលព្រះអង្គប្រាប់នៅខ42តទៅថាឯងអើយនៅថ្ងៃរបស់ឯងនេះគួរណាស់តែឯងបានស្គាល់សេចក្តីដែលសម្រាប់ឲ្យឯងបានសុខសាន្តទៅប៉ុន្តែឥឡូវនេះសេចក្តីទាំងនោះបានបាំងនឹងភ្នែកឯងហើយត្បិតនឹងមានថ្ងៃមកដល់ដែលពួកខ្មាំងសត្រូវឯងនឹងធ្វើបន្ទាយនៅជុំវិញឯងព្រមទាំងឡោមព័ទ្ធឲ្យបិទផ្លូវគ្រប់ទិសគេនឹងពង្រៀបឯងឲ្យស្មើនឹងដីព្រមទាំងកូនចៅដែលមាននៅក្នុងឯងផងឥតទុកថ្មណាមួយឲ្យត្រួតនៅលើថ្មណានៅក្នុងឯងឡើយពីព្រោះឯងមិនបានស្គាល់ពេលដែលព្រះទ្រង់យាងមកប្រោសឯងសោះបាទព្រះអង្គយំព្រះអង្គថាអញមកនៅជាមួយឯង3ឆ្នាំទៅហើយអញបង្រៀនឯងបង្ហាត់ឯងបង្ហាញឯងធ្វើការអស្ចារ្យទីសម្គាល់អ្វីដែលឯងចង់ឃើញចង់ដឹងអំពីព្រះរាជបុត្រានៃព្រះម៉ែស៊ីដែលអញនេះឯងជាព្រះរាជបុត្រានៃព្រះដែលអញនេះឯងជាព្រះម៉ែស៊ីហើយផែនការរបស់អញមិនមែនមកធ្វើស្ដេចអ៊ីស្រាអែលទេផែនការរបស់អញដើម្បីយាងឈ្មោះទៅជើឆ្កាងសគុតជំនួសឯងតែឯងអត់យល់អញ្ចឹងព្រះអង្គស្ដាយសំណោះព្រះអង្គសោកសង្រេងព្រះអង្គទ្រង់ព្រះកន្សែងបានន័យថាព្រះអង្គខកចិត្តដោយសារមនុស្សប៉ុណ្្នឹងហើយនៅតែអត់យល់មនុស្សនៅតែក្បាលរឹងមនុស្សនៅតែយកសាច់ឈាមជាធំមិនយកព្រលឹងវិញ្ញាណហើយយកមកគិតពិចារណា
ក្នុងចំណោមមនុស្សរាប់ម៉ឺននឹងក៏មានមនុស្សមួយចំនួនដែលគាត់បានដើរនៅក្នុងព្រះវិញ្ញាណហើយគាត់ជឿជាក់លើព្រះអង្គជឿជាក់លើបេសកកម្មព្រះអង្គក៏ប៉ុន្តែមួយចំនួនធំនៅតែអត់យល់ការស្រែកជ័យខុសទាំងអស់នោះមិនមែនត្រឹមតែហូសាណាហូសាណាសូមព្រះដ៏ជាព្រះបានប្រកបដោយព្រះពរទេប្រហែលអ្នកខ្លះស្រែកថាព្រះអង្គនឹងធ្វើស្ដេចយើងរោមឯងទៅខ្ចាត់ខ្ចាយប្រហែលជាមានអញ្ចឹងក្នុងកាពីអត់បានចែងប៉ុន្តែប្រហែលជាមានចឹងហើយបានជាព្រះអង្គទ្រង់ព្រះកសែងព្រះអង្គស្ដាយដែលគេអត់យល់ព្រះអង្គយាងទៅក្រុងយេរូសាឡិមនេះដើម្បីបង្រៀនគេនៅក្នុងព្រះវិហារបន្ថែមទៀតដែលកាពីនេះនឹងប្រាប់នេះបង្រៀនថែមទៀតអំពីនគរព្រះអំពីផែនការរបស់ព្រះហើយអំពីបេសកកម្មរបស់ព្រះអង្គតែគេអត់យល់គេគួរតែត្រៀមចិត្តត្រៀមគណិតដើម្បីស្ដាប់ការទាំងអស់នោះតែគេអត់យល់ចឹងហើយព្រះអង្គទ្រង់ព្រះកសែងហើយព្រះអង្គប្រាប់ថាណែកំផែងដុំថ្មទាំងអស់នេះបន្តិចទៀតមិនត្រូវបាក់បែកអស់ហើយថ្មមួយត្រួតថ្មមួយក៏គ្មានដែរបងប្អូនជាទីស្រឡាញ់បន្ទាប់ពីព្រះអង្គសគត់ឲ្យរស់ឡើងវិញហើយយាងទៅឋានសួគ៌នោះឆ្នាំ70នៃគ្រិស្តសករាជពួកអាណាចក្ររ៉ូមបំផ្លាញក្រុងយេរូសាឡិមទាំងអស់កំផែងទាំងអស់នោះរៀបស្មើហើយបងប្អូនមានឱកាសទៅមើលទឹកដីយេរូសាឡិមសប្តាហ៍ថ្ងៃគឺកំផែងទាំងអស់នោះថ្មទាំងអស់នោះរៀបស្មើនៅនឹងដីសូម្បីតែដំណាក់ក្រុងដាវីតរបស់ស្ដេចដាវីតដ៏រុងរឿងនោះក៏រៀបស្មើនឹងដីដែរបាទដោយសារអីនៅឆ្នាំ70នៃគ្រិស្តសករាជត្រូវរលាយហិនហោចអស់អញ្ចឹងអ្វីដែលជាទីពឹងដែលភ្នែកអាក្រាតរបស់មនុស្សជនជាតិអ៊ីស្រាអែលឃើញថាជាទីពឹងរបស់គេនោះវាអត់បានការអីទាំងអស់អ្វីដែលបានការនោះគឺព្រះអង្គទៅសគត់នៅលើឈើឆ្កាងព្រះអង្គត្រូវគេបញ្ចុះក្នុងធ្នូឲ្យរស់ពីសគត់ឡើងវិញអានោះឯងដែលបានការលោកអ្នកជាទីស្រឡាញ់ព្រះអង្គក៏មានបន្ទូលនៅខ45តទៀតការទ្រង់យាងចូលក្រុងព្រះវិហារហើយនោះទ្រង់ក៏ចាប់តាំងដេញពួកអ្នកដែលលក់ដូរចេញដោយបន្ទូលថាមានសេចក្តីចែងទុកមកថាដំណាក់អញជាទីសម្រាប់អធិដ្ឋានតែអ្នករាល់គ្នាយកធ្វើជារោងចោលវិញទ្រង់ក៏បង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃតែពួកសង្គ្រាចពួកអាចារ្យនិងពួកអ្នកធំក្នុងបណ្ដាជនគេខំស្វែងរកឱកាសនឹងបំផ្លាញទ្រង់ចេញតែរកហេតុអ្វីមិនបានសោះពីព្រោះបណ្ដាជនកំពុងតែប្រុងស្ដាប់ទ្រង់ណាស់បាទអញ្ចឹងពេលដែលព្រះអង្គចូលទៅដល់ទីធ្លាព្រះវិហារព្រាមព្រះអង្គខ្ញាល់យ៉ាងខ្លាំងដោយសារគេយកព្រះវិហារដំណាក់របស់ព្រះធ្វើជារោងចោលធ្វើជាកន្លែងរស់ស៊ីបន្លំបាទដូរលុយដូរកាក់បាទឲ្យតម្លៃថោកជាងតម្លៃទីផ្សារអីចឹងទៅបាទពួកប្រជាជនមកគ្រប់ទិសទីទាំងអស់សាសដតីក៏មកពីប្រទេសផ្សេងមកគេកាន់លុយគេមកអញ្ចឹងមិនអាចចាយបានទេត្រូវដូរទៅរូប៊ីទៅជាលុយរបស់ផងអ៊ីស្រាអែលហើយដូរអញ្ចឹងទៅទីហោថា$1ស្មើ4000អញ្ចឹងឲ្យគេតែ3000ដល់2000អីចឹងទៅហើយមនុស្សចាំបាច់ត្រូវការអញ្ចឹងចេះតែដូរហើយចឹងហើយព្រះអង្គអត់ចូលចិត្តព្រះអង្គស្អប់យកដំណាក់របស់ព្រះធ្វើជាកន្លែងមុខរបររស់ស៊ីហើយធ្វើម៉េចដែលពួកនឹងមានឱកាសទៅរស់ស៊ីនៅហ្នឹងអ្នករស់ស៊ីហ្នឹងអ្នកលក់ដូរហ្នឹងហេតុអីបានទៅលក់ដូរនៅកន្លែងថ្វាយអង្គមគឺដោយសារពួកអាចារ្យផារ៉ាស៊ីពួកសាឌូស៊ីដោយសារតែពួកសង្ឃហ្នឹងឯងពួកសង្គ្រាចអស់ហ្នឹងពុកអលួយហើយយកកន្លែងហ្នឹងឲ្យអនុញ្ញាតឲ្យពួកហ្នឹងទៅរស់ស៊ីដើម្បីបានកម្រៃបាទអញ្ចឹងហើយបានព្រះអង្គធ្វើការទាំងអស់នេះហើយបន្ទាប់ពីព្រះអង្គដួលរំលំនៅរបស់ទាំងអស់នោះពួកព្រះអង្គជាព្រះវិហាររបស់ព្រះអង្គជាដំណាក់របស់ព្រះអង្គអញ្ចឹងព្រះអង្គក៏ចូលទៅបង្ហាត់បង្រៀនគេរហូតដល់ថ្ងៃគេចាប់ព្រះអង្គយកទៅឆ្កាងបាទថ្ងៃសុក្រគេឆ្កាងហើយធ្វើគុតព្រះអង្គហើយថ្ងៃអាទិត្យព្រឹកថ្ងៃអាទិត្យព្រះអង្គរស់ពីសគត់ឡើងវិញនៅថ្ងៃ20ខាងមុខនេះយើងនឹងអបអរសាទរបាទថ្ងៃអាទិត្យខាងក្រោយពីព្រះអង្គរស់ឡើងវិញប៉ុន្តែឥឡូវនេះព្រះអង្គយាងទៅដោយជ័យជំនះទៅក្រុងយេរូសាឡិមមនុស្សកំពុងតែស្ដាប់នៅក្នុងព្រះវិហារដែលព្រះអង្គបង្រៀនពីផែនការព្រះអង្គមិនមែនមកធ្វើស្ដេចដើម្បីរំដោះគេពីពួករ៉ូមទេតែផែនការរបស់ព្រះអង្គចង់រំដោះមនុស្សទាំងអស់នៅលើផែនដីដែលជឿដល់ព្រះអង្គនោះនឹងបានសង្គ្រោះឲ្យគេមានទំនាក់ទំនងល្អជាមួយនឹងព្រះឡើងវិញនេះហើយដែលយើងហៅថាការយាងចូលទៅក្រុងយេរូសាឡិមដោយជ័យជំនះពេលវេលាដែលព្រះអង្គរងចាំគឺមកដល់ហើយគឺដល់ពេលវេលាដែលព្រះអង្គឈ្មោះតម្រង់ទៅធ្វើអ្វីដែលព្រះបិតាបានបញ្ជូនព្រះអង្គឲ្យមកគឺទៅសគត់នៅលើឈើឆ្កាងបង្ហូរព្រះលិខិតជំនួសបាបយើងរាល់គ្នាអស់លោកអ្នកស្ដាប់ជាទីមេត្រីនេះអរគុណព្រះអង្គណាស់សម្រាប់ឱកាសនេះដែលយើងទាំងអស់គ្នាបានដឹងហើយបានយល់ថាព្រះរបស់ផងយើងផែនការដែលព្រះអង្គមានធំជាងផែនការដែលមនុស្សគិតធំជាងគំនិតដែលមនុស្សគិតអ្វីដែលព្រះអង្គគិតនោះគឺចង់បានអនាគតរុងរឿងសម្រាប់យើងចង់ឲ្យយើងមិនត្រឹមតែមានជីវិតទេតែឲ្យមានជីវិតពេញបរិបូរណ៍មានន័យថាយើងអាចមានសិទ្ធិបាទបន្ទាប់ពីយើងបញ្ចប់ជីវិតនៅផែនដីនេះនឹងវិញ្ញាណរបស់យើងនឹងបានបន្តជីវិតអស់កលចនិចនៅជាមួយនឹងព្រះដល់ឋានឧត្តមសុខដុមរមនាព្រះអង្គនឹងជូតទឹកភ្នែកយើង
ព្រះអង្គនឹងដកការឈឺចុកចាប់ចេញពីយើងព្រះអង្គនឹងបដូររូបកាយដែលជឿជ្រួញរបស់យើងនឹងដែលតែងតែឈឺចុកចាប់តែងតែហិនវិនិច្ឆ័យនេះជាមួយនឹងរូបកាយនៃសាសឋានសួគ៌ដែលមិនចេះជ្រឺមិនចេះជ្រួញមិនចេះស្វិតមិនចេះស្រពោនហើយយើងថិតថេរនៅអស់កលជានិច្ចជាមួយព្រះលែងមានការប្រត់ប្រាស់ដែលរិះតទៅទៀតអរគុណព្រះអង្គសូមព្រះដ៏ជាព្រះបានប្រកបដោយពពកសូមឲ្យយើងស្រែកទាំងអស់គ្នាហូសាណ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 ាសូមស្រែកម្ដងទៀតហូសាណាហូសាណាសូមព្រះដ៏ជាព្រះបានប្រកបដោយព្រះពរហាឡេលូយ៉ាព្រះយេស៊ូវឲ្យអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលថ្ងៃនេះហើយនឹងបរិយាបេសកកម្មដ៏ចម្បងដែលព្រះអង្គយាងមកដើម្បីសគត់ជំនួសយើងខ្ញុំនៅលើជ័យឆ្កាងសូមព្រះអង្គបានប្រកបដោយព្រះពរខ្ញុំអធិដ្ឋានដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន